រៀបរាប់រឿងពិតជីវិតការងារជាដៃកងឡានប្រឹងមិនដែលខានរកលុយទុកគ្រាន់ចិញ្ចឹមគ្រួសារច្រើនថ្ងៃច្រើនខែវ័យប្រែចាស់ទៅចាស់ទៅមកដល់ពេលអីលើក៏នៅមិនទាន់សល់អ្វីដូចគេពេលខ្លាំងក៏ខូចតិចតួចខ្ញុំរកលុយធ្វើមិនបានមានតែពឹងខ្លួនប្រានននាលក្រំឡានក្បាលទល់នឹងដីជីវិតខ្ញុំអើយពេលណាបានធូរស្បើយដូចគេខំមិនដែលទុំនេះនៅតែរកមិនសល់អត់ចេះយកឡាន